ជំងឺធ្លាក់សហើយអ្វីពិបាកក្នុងការព្យាបាលមានការធ្លាក់សរ៉ាំរ៉ៃចាសន្តានខាប់លឿងខៀវគ្រប់សន្តានតែម្ដងមានការរមាស់ឈឺនៅតំបន់ទ្វេមាសគេច្រើនគឺបងប្អូនដែលគាត់ធ្លាប់ឆ្លងកាត់នៅក្នុងការព្យាបាលគឺអស់ឆ្លងមែនទែនតើតើនឹងការប្រើប្រាស់ថ្នាំទឹកអនាម័យការប្រើប្រាស់ថ្នាំសល់ប៉ុន្តែការធ្លាក់សរវានៅតែមានការធ្លាក់សរមកញឹកញាប់ប្រចាំថ្ងៃមែនទែនអ្នកខ្លះរហូតដល់មានការផ្លាស់ប្ដូរខោលីអូរៀងរាល់ថ្ងៃមួយថ្ងៃអាចចន្លោះ2ទៅ3ខោទី2ទៅលើការលាងសម្អាតប្រចាំដែរតើតើនឹងការលាងសម្អាតជាមួយទឹកអនាម័យប៉ុន្តែនៅតែមានការធ្លាក់សរមកសើខោនៅជាមួយគ្រួសារមានអារម្មណ៍ថាក្លិនជូរក្លិនឆ្អាបធំក្លិនស្អុយហើយស្គៀបមានអារម្មណ៍ថាឈឺចាប់កំឡុងពេលរូបភេទអញ្ចឹងបញ្ហាធ្លាក់សរបងប្អូនទី1គឺការឆ្លងរោគការឆ្លងរោគនេះបងប្អូនអាចឆ្លងជំងឺកាមរោគអាចឆ្លងជំងឺផ្សិតបាក់តេរីវីរុសនៅតំបន់ទ្វេមាសទី2ពាក់ព័ន្ធជាមួយនឹងកត្តាអនាម័យមិនបានត្រឹមត្រូវមិនប្រកាសថាបងប្អូនប្រើប្រាស់ទឹកអនាម័យប្រចាំល្អសម្រាប់សុខភាពទេព្រោះទឹកអនាម័យខ្លះវាមានកម្រិត pH ខ្ពស់មែនទែននៅពេលដែលបងប្អូនលាងសម្អាតនៅតំបន់ទ្វេមាសបងប្អូនទៅវាងាយប្រឈមជាមួយនឹងការរលាកមានការហើមមានការឈឺឬក៏អាចនឹងមានការសម្លាប់មេរោគបាក់តេរីល្អនៅតំបន់ទ្វេមាសងាយឆ្លងរោគកាន់តែច្រើនអញ្ចឹងបងប្អូនដែលគាត់មានបញ្ហាធ្លាក់សររ៉ាំរ៉ៃធ្លាក់សរយូរឆ្នាំមែនទែនធ្លាក់សរបងប្អូនព្យាបាលមួយខែហើយកើតមកវិញម្ដងទៀតអញ្ចឹងបងប្អូនអាច add មក Telegram នឹងខ្ញុំតបបាននឹងខ្ញុំនឹងផ្ដល់ជាគោលការណ៍សុខភាពការថែទាំឲ្យបានត្រឹមត្រូវឲ្យបងប្អូនបានជៀសទៅលើបញ្ហាធ្លាក់សរផងដែរអរគុណច្រើន